ហាងជប៉ុនមួយនេះពិសេសមែនតែនសូម្បីតែទឹកស៊ីអ៊ីវក៏ធ្វើរូបមន្តខ្លួនឯងមានតាំងពី live band សម្រាប់សុកសៅរ៍អាទិត្យហើយមានជំរើសច្រើនមិនថាពុកម៉ែបងប្អូនទៅលក្ខណៈគ្រួសារឬក៏មិត្តភ័ក្តិអីទេចង់បាន2នាក់ក៏បាន6នាក់ក៏បានហើយបើសិនជាទៅគ្នាច្រើន6 8នាក់ឬក៏20នាក់ឡើងគឺមានបន្ទប់ VIP ផ្សេងទៀតនេះគឺជាហាង Tono Izakaya ដែលមានទីតាំងនៅម្ដុំបឹងកេងកងនៅលើផ្លូវ63កែងជាមួយនឹងផ្លូវ334នៅនឹងមានម្ហូបអាហារបែបជប៉ុនច្រើនជំរើសមែនតើហើយសម្រាប់នៅក្នុងខែកក្កដាខែសីហាឆ្នាំ2026នេះត្រីសាម៉ុនគេមានការបញ្ចុះតម្លៃ 50% ណាពី$6មកសល់ត្រឹមតែ$3ទេទៅឲ្យតន់ប្រម៉ូសិនតែ2ខែទេហើយសម្រាប់គាត់បើកមាន2ពេលសម្រាប់អាហារថ្ងៃត្រង់ម៉ោង12ថ្ងៃត្រង់តទៅរហូតដល់ម៉ោង3រសៀលហើយបន្ទាប់មកវគ្គ dinner គឺម៉ោង5តទៅរហូតដល់ម៉ោង2:10យប់គាត់មានម្ហូបអាហារច្រើនជំរើសឲ្យអ្នកទាំងអស់គ្នារើសណាដូចជាប្រភេទ chef choy របស់គាត់នេះ chef choy sashimi ហ្នឹងគឺមានឈុត sashimi ហ្នឹងរហូតដល់ទៅ6ប្រភេទផ្សេងគ្នាមិនថាត្រីសាម៉ុនមិនថាត្រីទូណាដោយអ្នកនរគ្នាបានឃើញនេះអញ្ចឹងណាសុទ្ធតែជាជំរើសពិសេសហើយជាប្រភេទគេហៅថា best recommend នៅក្នុងហាងតែម្ដងភាគច្រើនភ្ញៀវដែលគាត់ទៅគឺញ៉ាំអានឹងជ្រើសរើសយកប្រភេទឈុតហ្នឹងហើយគាត់ក៏មានជាប្រភេទ crazy roll ដោយអ្នកនរគ្នាបានឃើញនេះអញ្ចឹងណាក្នុងហ្នឹងមានបកាអំពងមានត្រីទូណាមានអាកាម៉ាគីមានអីជាច្រើនសម្បូរបែបហើយមានទឹកជ្រលក់បែបជូរហិលបែបអីចឹងទៅសម្រាប់អ្នកដែលចូលចិត្តហ្នឹងគឺអាចទៅរកនៅកន្លែងរបស់គាត់បានហើយសម្រាប់អាម៉ាគីរបស់គាត់នេះមានតម្លៃខ្លះត្រឹមចាប់ពី1រៀលកន្លះឡើងទៅទេដែលគេមានតាមប្រភេទតាមតម្លៃផ្សេងគ្នាអញ្ចឹងណាដោយអូណាហ្គីម៉ាគីនេះគឺមានបាយហើយគេលាយជាមួយនឹងទង់ជប៉ុនមានអីចឹងទៅគឺហាងជប៉ុនគឺគេមានជំរឿនម្ហូបអាហារច្រើនប្រភេទច្រើនអីទៅតាមយើងរើសអីចឹងណាហើយដូចនេះអីចឹងជាប្រភេទទូហ្វូណាទូហ្វូនឹងមានដល់ទៅ4រសជាតិផ្សេងគ្នានៅក្នុងមួយចានហ្នឹងដែលគេហៅថា Agedashi Tofu ហើយសម្រាប់អានេះគេហៅជាប្រភេទ four crust sendo ដែលក្នុងហ្នឹងគេមានថ្លើមកងានមានអីចឹងទៅក៏គាត់មានជាប្រភេទនំ tiramisu ដែលគាត់ធ្វើខ្លួនឯងចឹងណាគេមានរបៀបទឹកសូកូឡាទឹកអីហ្នឹងគឺគេធ្វើខ្លួនឯងនៅក្នុងហ្នឹងតែម្ដងគាត់ក៏មានជាប្រភេទ promotion ជាច្រើនទៅលើស្រាទៅលើអីជាច្រើនដែលអ្នកនរគ្នាអាចទៅរកនៅកន្លែងរបស់គាត់បានសម្រាប់ហាងរបស់គាត់នេះដូចអ្វីដែលខ្ញុំចម្លែកជាងគេគឺមានតាំងពី live band មានអីចឹងទៅហើយសម្រាប់ band របស់គាត់មានរៀងរាល់ថ្ងៃសុក្រសៅរ៍អាទិត្យចាប់ពីម៉ោង6:45ល្ងាចតទៅរហូតដល់ម៉ោង10:15នាទីហើយដូចខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹងតាំងពីគេហៅថា soy sauce របស់គាត់ហ្នឹងគឺមានរូបមន្តធ្វើខ្លួនឯងថ្មីរហូតតែម្ដងនេះជាជំរើសមែនតើសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ហូបអាហារបែបជប៉ុនបែបអីចឹងណាគាត់មានម្ហូបច្រើនជាងនឹងទៀតដែលខ្ញុំអត់អាចរៀបរាប់អស់អញ្ចឹងណាមានតាំងពីរបៀបត្រីដាតឆ្កែរបស់ជប៉ុនគាត់មានតាំងពី hand roll មានអីណាអូច្រើនសម្បូរបែបណាស់អញ្ចឹងសម្រាប់អ្នកដែលចូលចិត្តម្ហូបអាហារបែបជប៉ុនហ្នឹងអាចត្រូវបាននៅហាងរបស់គាត់ណាតាំងពីទីធ្លាចំណតឡានចំណតអីហ្នឹងគឺធំទូលាយមែនតើនៅក្នុងការចតហើយតាំងពីការរៀបចំហាងរបស់គាត់គឺផ្សេងប្លែកភ្នែកមែនតើចង់ទៅលក្ខណៈគ្រួសារគ្នាច្រើនអីដល់20នាក់ជាងអីក៏អាចរៀបចំនៅក្នុងបន្ទប់មួយផ្សេងបានដែរអញ្ចឹងនេះគឺជាហាង Tono Izakaya ដែលព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត